ក្របទម្លុះព្រះធរណីរបស់អាមេរិកដែលធ្លាប់ប្រើរំលាយរោងចក្រនុយក្លេអ៊ែរក្រោមដីរបស់អ៊ីរ៉ង់បានបញ្ចេញអនុភាពម្ដងទៀតហើយដែលលើកនេះលោកត្រាំបានបញ្ជាឲ្យទម្លាក់នៅតាមតំបន់ឆ្នេរក្បែរច្រកសមុទ្រ Hormuz ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក CENTCOM បានបញ្ជាក់ថាគោលបំណងនៃការវាយប្រហារដោយគ្រាប់ជ្រែកដីដ៏ខ្លាំងក្លានេះគឺដើម្បីកំទេចប្រព័ន្ធបាញ់មីស៊ីលទាំងអស់របស់អ៊ីរ៉ង់ដែលតែងរំខានដល់នាវាដឹកជញ្ជូនតាមច្រកសមុទ្រដ៏សំខាន់នេះប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសចង់កសាងសម្ព័ន្ធភាពកងទ័ពជើងទឹកពហុជាតិដើម្បីបើកច្រកសមុទ្រ Hormuz និងជួយឲ្យចរន្តសេដ្ឋកិច្ចពិភពលោកដំណើរការឡើងវិញប៉ុន្តែមកទល់នឹងពេលនេះលោក Trump បានត្រឹមទទួលចម្លើយខកចិត្តពីសម្ព័ន្ធមិត្តប៉ុណ្ណោះស្របពេលជាមួយគ្នានេះអ៊ុយក្រែនបានបញ្ជូនយោធាជំនាញផ្នែកយន្តហោះដ្រូនចំនួន201នាក់ទៅកាន់តំបន់មជ្ឈិមបូព៌ាដែលឥឡូវនេះកងកម្លាំងអ៊ុយក្រែនកំពុងប្រតិបត្តិការនៅក្នុងប្រទេសដូចជាអារ៉ាប់រួមកាតាអារ៉ាប៊ីសាអូឌីតនិងគុយវ៉ែតដើម្បីជួយទប់ទល់នឹងយន្តហោះដ្រូនអត្តឃាតរបស់អ៊ីរ៉ង់ដែលកំពុងវាយប្រហារនៅតាមទីតាំងជាច្រើនតាមបណ្ដាប្រទេសជុំសមុទ្រអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺលោក Zelensky អះអាងថាប្រទេសខ្លួនមានសមត្ថភាពផលិតអាវុធពិឃាតដ្រូនរហូតដល់ 2000 គ្រឿងក្នុងមួយថ្ងៃដូច្នេះអាចការពារសម្ព័ន្ធមិត្តពីគ្រោះថ្នាក់ដោយសារដ្រូនសាហេតរបស់អ៊ីរ៉ង់បានសូមចុច Follow ដើម្បីទទួលបានព័ត៌មានសង្ខេបនិងទាន់ហេតុការណ៍